សូមជម្រាបសួរបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះពួកយើងសូមបង្ហាញពីរបៀបដំឡើងកម្មវិធី IDM ហើយនឹងដាក់ license ចឹងខ្ញុំជំហានដំបូងយើងត្រូវតែ download កម្មវិធី IDM ជាមុនសិនចឹងបងប្អូនបើក web browser មកបងប្អូនវាយ IDM មកចឹង enter ហើយខាងលើគេនេះហើយបងប្អូនចុច mouse មកហើយបន្ទាប់មកបងប្អូនអាចចុចនៅលើប៊ូតុងនេះមកដើម្បីធ្វើការ download កម្មវិធីអញ្ចឹងនៅពេលដែល download បានបងប្អូនមើលជ្រុងខាងលើនេះកន្លែង download សញ្ញាព្រួយបានចុះក្រោមហ្នឹងអញ្ចឹងបងប្អូនចុចទៅស្វែងរក file ដែលយើងបាន download ឬក៏បងប្អូនអាចចូលនៅក្នុង folder download នេះមកហើយបងប្អូននឹងឃើញ file ដែលយើងបាន download អញ្ចឹងយើងមកស្ដាំហើយយកពាក្យ open មកហើយបន្តមកចុច yes ហើយយើងអាចធ្វើការរងចាំបន្តិចទៅហើយត្រង់ចំណុចនេះបងប្អូនអាចបិទវាសិនបានហើយចុចលើពាក្យ next មកហើយតើមកយើង tick មួយហើយតើមកចុច next ទៀតមកហើយ next ទៀតមកពេលនោះកម្មវិធីធ្វើការដំឡើងចូលកុំព្យូទ័រហើយសម្រាប់កម្មវិធីបងប្អូនមានតម្រូវការនិង license បងប្អូនអាចតាក់ទងមកកាន់ពួកយើងបានហើយនៅពេលដែលយើងដំឡើងកម្មវិធីបានហើយបងប្អូនអាចចុចបើកមកហើយបើឃើញផ្ទាំងកម្មវិធី load មកបែបនេះបងប្អូនអាចចុច close សិនមកចុចបិទវាសិនហើយទៅមកបើឃើញបែបនេះបងប្អូនអាចចុចរើសយកពាក្យ yes មកហើយត្រង់ចំណុចនេះគឺជាផ្ទាំងកម្មវិធីដែល load មកដើម្បីឲ្យយើងធ្វើការដាក់ license អញ្ចឹងបងប្អូនអាចបិទសិនមកហើយបើសិនជាកុំព្យូទ័រខ្លះគឺអត់ load មកបែបនេះទេអញ្ចឹងបងប្អូនអាចបើកដំណើរការកម្មវិធី IDM យើងសិនមកហើយអាច close សិនដើម្បីដាក់ license ចូលបានបងប្អូនមើលខាងលើនេះបងប្អូនចុច mouse មួយមកហើយរើសយកក្រោមគេហើយបន្ទាប់មកបងប្អូនបំពេញឈ្មោះបំពេញតកូល email និងលេខ serial number ដែលយើងហៅថា license ហ្នឹងអញ្ចឹងពេលដែលបងប្អូនបំពេញហើយបងប្អូនត្រូវធ្វើការកត់ចំណាំឬក៏បងប្អូនអាច screenshot ទុកថាពេលនៅពេលដែលកុំព្យូទ័របងប្អូនមានបញ្ហាដូចជាខូច Windows ហ្នឹងពេលដែលយើងជួស Windows ហើយយើងអាចតម្លើងកម្មវិធីទៅហើយយើងដាក់ license សារថ្មីទៅនៅពេលនោះយើងអាចប្រើប្រាស់បានហើយដោយសារថាតកតងនឹងឈ្មោះអីហ្នឹងពួកយើងបានរៀបចំទុករួចរាល់ហើយអញ្ចឹងយើងគ្រាន់តែ copy ផាសមកហើយតមកយើង copy លេខ serial number ហើយតមកយើងផាសចូលមកហើយតមកយើងចុច OK មកហើយយើងរងចាំបន្តិចទៅហើយអញ្ចឹង license យើងបានដាក់ហើយអញ្ចឹងអាចបិទផ្ទាំង note នេះសិនទៅហើយបងប្អូនអាចចូលមក check មើលបានហើយនៅពេលដែលយើងបំពេញ license បានត្រឹមត្រូវឈ្មោះបានត្រឹមត្រូវហើយវានឹងបង្ហាញឈ្មោះរបស់យើងតកូលរបស់យើងអញ្ចឹងហើយលេខ serial number អញ្ចឹងបងប្អូនអាចចូលមក check មើលទៀតមកកន្លែង about នេះហើយ license នេះជា paid license ប្រើបានរហូតអញ្ចឹងគឺអត់ផុតកំណត់ទេបងប្អូនទិញហើយគឺប្រើបានរហូតហើយយើងអាចបិទកម្មវិធីសិនទៅហើយជំហានបន្តមកទៀតយើងត្រូវចូលទៅបើកមុខងារ IDM នៅលើ web browser នីមួយៗសិនដើម្បីឲ្យកម្មវិធីដំណើរការយើងអាចប្រើប្រាស់យើងអាច download កម្មវិធីឬក៏វីដេអូបានអញ្ចឹងនៅពេលដែលបងប្អូនបើក web browser បើសិនជាបងប្អូនឃើញ notification IDM មកបែបនេះបងប្អូនក៏ចុច enable ទៅដើម្បីបើក
មុខងារ item ដើម្បីអាចធ្វើការ download បានគឺចុចពាក្យ enable មកហើយបងប្អូនអាចចូលមក check មើលនៅក្នុង extension ហ្នឹងហើយបើឃើញ item បើបែបនេះមានថាយើងអាច download បានហើយអញ្ចឹងយើងអាចបិទទៅហើយបើសម្រាប់កុំព្យូទ័រខ្លះគឺនៅពេលដែលយើងបើកដំណើរការ Google Chrome មកគឺអត់មាន load notification ទេអញ្ចឹងបងប្អូនអាចសាកវិធីសាស្ត្រមួយទៀតដើម្បីបើកមុខងារ item ហ្នឹងបានអញ្ចឹងបងប្អូនវាយមក IDM extension មកឬក៏ IDM Chrome extension អញ្ចឹងបងប្អូនចុចនៅលើ IDM Chrome extension មកបងប្អូនមើលលើគេនេះអញ្ចឹងបងប្អូនចុចនៅលើ link របស់ IDM មកអញ្ចឹងគេនឹងមានបង្ហាញពីរបៀបចូលទៅបើមុខងារ IDM ហ្នឹងអញ្ចឹងបងប្អូនអាចមើលតាមនឹងទៅហើយដើម្បីបើកបានបងប្អូនតែមើលនេះកន្លែង link គេមានដាក់ link ឲ្យអញ្ចឹងបងប្អូនចុចនៅលើ link ពណ៌ខៀវនេះមកបងប្អូនចុចនៅ link ពណ៌ខៀវនេះមកហើយនៅពេលដែលបើសិនជាករណីបងប្អូនអត់ទាន់បាន add គេនឹងបង្ហាញពាក្យ cat ហ្នឹងដើម្បីឲ្យយើងចូលទៅបើកមុខងារ item តែបើសិនជាករណីយើងបាន add ហើយវានឹងបង្ហាញពាក្យ remove from Chrome អញ្ចឹងណែបងប្អូនកាលណាបងប្អូនបានបើកហើយបងប្អូនចូលមក check មកហើយបើឃើញមុខងារវាបើកមកបែបនេះមានថាយើងអាចធ្វើការ download បានហើយយើងអាចបិទទៅហើយឧទាហរណ៍ថាបងប្អូនមាន web browser ផ្សេងឧទាហរណ៍ Firefox អញ្ចឹងបងប្អូនត្រូវចូលមកបើកមុខងារ extension ហ្នឹងដូចគ្នាដោយទៅនឹង web browser ទី1ដែរបើសម្រាប់ Firefox បងប្អូនមើលកន្លែង track 3នេះត្រង់ខាងលើនេះកន្លែង track 3នេះបងប្អូនចុចមកហើយបងប្អូនរកមើលពាក្យ extension មក extension ឬក៏ពាក្យ manage extension អញ្ចឹងណាបងប្អូនរកមើលមកហើយបងប្អូនចុចលើវាទៅហើយមកដល់ត្រង់ចំណុចនេះគឺយើងត្រូវ search យើងវាយពាក្យ IDM មកហើយយើង enter មកហើយបន្ទាប់នោះវានឹងបង្ហាញនៅខាងលើនេះអញ្ចឹងបងប្អូនអាចចុចមកលើវាមួយមកបន្ទាប់មកយើងចុចលើពាក្យ add to Firefox មកហើយបន្ទាប់មកយើង tick មួយហើយយើងចុចលើពាក្យ add មកបន្ទាប់មកយើងអាច tick មួយទៀតហើយយើងចុច OK មកហើយប៉ុណ្ណឹងគឺអាច download បានហើយបងប្អូនអាចចូលមក check មើលបន្ថែមទៀតអញ្ចឹងណាបងប្អូនតេស្តមើលជាក់ស្ដែងទៅហើយយើងអាច download កម្មវិធីអាច download វីដេអូបានហើយនៅអញ្ចឹងតែរបៀប add គឺមានប៉ុណ្ណឹងឯងមានអីច្រើនទេអញ្ចឹងបងប្អូនអាចបិទ Firefox ទៅហើយបើសិនជាបងប្អូនប្រើ web browser ផ្សេងដូច Microsoft Edge អីបងប្អូនអាចចូលមកបើកទៀតមកអញ្ចឹងយើងចូលមកបើកគ្រប់ web browser ដែលយើងបានប្រើដែលយើងកំពុងប្រើហ្នឹងយើងមានប្រហែលយើងចូលមកបើកទាំងអស់មកអញ្ចឹងសម្រាប់ Microsoft Edge ដូចគ្នាហើយបងប្អូនមើលកន្លែងនេះសញ្ញាចុចចិត្ត3ខាងលើនេះហើយយកពាក្យ extension ទៅមក manage extension អញ្ចឹងបើសិនជាបងប្អូនចូលមកឃើញមានបងប្អូនត្រូវ add វាមក add extension IDM អញ្ចឹងបងប្អូនវាយមកវាយ IDM extension Edge ទៅមកអញ្ចឹងបងប្អូនអាចចុចលើវាមកបើកមកអញ្ចឹងបងប្អូនមើលមកក្រោមមកកន្លែង IDM នេះបងយកមកចុចមកហើយបន្តមកនេះ
យើងចុចពាក្យលើកពាក្យកែតមកដើម្បី add ដើម្បីបើកមុខងារ item តែមកយើង add extension មកហើយទៅយើង add ហើយបងប្អូនអាចចុច view មើលចង់ដឹងថាមុខងារ item យើងវាបើកដំណើរការហើយឬនៅអញ្ចឹងកាលណាដែលបងប្អូនចូលមក check បើសិនជាឃើញមុខងារ item បើកដំណើរការបែបនេះមានន័យថាយើងអាចប្រើប្រាស់យើងអាច download បានហើយអញ្ចឹងបងប្អូនតេស្តមើលទៅបងប្អូនចង់ download កម្មវិធីឬក៏ download ជាវីដេអូអីអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការចង់ប្រើប្រាស់នៅ license IDM lifetime ដែលយើងហៅថា license ប្រើបានរហូតហ្នឹងបងប្អូនអាចទាក់ទងមកកាន់ពួកយើងបាន